មនុស្សប្រុសមនុស្សស្រីខ្លះពេលខឹងគ្នាចង់ឲ្យគេលួងហើយបើយើងលួងបានដែរយើងមិនអន់ទេតាំងចិត្តខឹងយើងកុំឲ្យគេលួងយើងណាហើយបើគេលួងយើងហើយយើងខឹងទៅអីទៀតអញ្ចឹងអាការខឹងហ្នឹងវាមិនមែនថាជាដំណោះស្រាយទេការពិតទៅចំណុចខឹងយើងទុកខឹងនៅពេលដែលយើងប្រតិកម្មនៅរឿងដែលយើងមិនអាចទទួលយកបានវាមិនដែលម៉ែណាគាត់ថារឿងនេះបន្តិចក៏ខឹងអានោះបន្តិចក៏ខឹងរហូតហើយអាការខឹងហ្នឹងគឺចង់ឲ្យគេលួងមកក៏ពិតទៅអន់ទេមនុស្សដែលប្រកែកខឹងក៏ពិតគឺមនុស្សអន់មកខ្ញុំនិយាយត្រង់ហើយបើយើងខឹងយើងចង់ឲ្យគេលួងយើងដែរសួរថាយើងខ្លាំងកន្លែងណាបើយើងខ្លាំងពេលគេលួងយើងកុំនិយាយខឹងឲ្យមកជីវិតបានអញ្ចឹងការខឹងការក្រោកគ្រៀនហ្នឹងវាមានបរិមាណរបស់វាខឹងហ្នឹងខឹងក្នុងន័យបែបម៉េចខឹងក្នុងន័យឲ្យគេលួងឬមួយក៏ខឹងក្នុងន័យចង់ឲ្យគេត្រង់បើការខឹងហ្នឹងវាធ្វើឲ្យយើងខ្លាំងហើយទេតែប៉ុន្តែខឹងម្ដងអន់ឲ្យតែគេលួងត្រូវគ្នា